យាមតើចូលតបជើងស្ដាំអើយបាទមកកៃវាបាទកីឡាករបង្គោលជាដួលជ្រប់តែម្ដងទឹកទី1 round 1បាទនេះទស្សនាការប្រកួតបាទគូមិត្តភាពអន្តរជាតិបាទត្រូវជាគូពិសេសទី3ដែលជាការប៉ះគ្នារវាងកីឡាករគុនខ្មែរពេជ្រសៃវ៉ាបាទជាមួយនឹងអ្នកបដាល់មកពីប្រទេសអ៊ីរ៉ង់បាទគឺអាលីរេហ្សាឆាហាម៉ាលីបាទនៅទឹកទី1បាទអ្នកទាំងពីរគឺស្ទាបស្ទង់គ្នាតាមរយៈការធាក់បាទក៏ដូចជាការទាត់ក៏មិនទាន់ប្រើកម្លាំងអស់នៅឡើយទេបាទមកជើងស្ដាំរងជាប់បាទពីសៃវ៉ាបាទសៃវ៉ាសម្លឹងលើសម្លឹងក្រោមបាទលីរេសាបាទគេព្យាយាមបាទទាត់ថ្នមបាទម្ដាយទៅមកជើងមកវាយស្ដាំថែមបាទព្យាយាមដើរចូលពីសៃវ៉ាបាទទាត់មកជើងឆ្វេងរងជាប់បាទការវាយក៏ដូចជាការទាត់បាទគឺប្រើកម្លាំងតិចនៅឡើយតែបន្តិចទៀតបាទរៀងក្តៅម៉ាស៊ីនបន្តិចបាទគឺដាក់ខ្លាំងជាងហ្នឹងបាទព្យាយាមដើរចូលដាក់ម្ដាយស្ដាំបាទស្ដាំវាយសងបាត់កែងមួយទៀតបាទកែងឆ្វេងបាទព្យាយាមសម្រុកចូលវាយឆ្វេងស្ដាំរបស់លីដេសាវាយឆ្វេងតែស្ដាំឆ្វេងតែស្ដាំចូលទៅទីមុខបាទព្យាយាមរងតាមដែលអាចធ្វើទៅបានសម្រាប់កីឡាករសៃវ៉ាបាទសៃវ៉ាអុកចង្គង់ស្ដាំបាទចាប់កអុកចង្គង់បាទចង្គង់ស្ដាំតែទៀតបាទចង្គង់ស្ដាំបាទមុខរៀងអត់វាបាទសៃវ៉ាបាទសៃវ៉ាដល់ចូលចាប់អុកកចង្គង់ស្ដាំអុកចង្គង់ស្ដាំសងវិញចង្គង់ឆ្វេងតែទៀតបាទព្យាយាមដើរចូលវាយឆ្វេងចូលពោះបាទចាប់កអុកចង្គង់ឆ្វេងចង្គង់ស្ដាំចង្គង់ឆ្វេងចង្គង់ស្ដាំលោកញ៉ាកដាចាត់ទាំងពីរញែកចេញពីគ្នាបាទប្រគួតបន្តទៀតដើរចូលវាយស្ដាំអុកចង្គង់ឆ្វេងចង្គង់ស្ដាំថែមទៀតបាទចង្គង់ស្ដាំអុកថែមចង្គង់ស្ដាំអុកថែមបាទតោងខ្សែរៀងជាចំនួនបាទលោកញ៉ាកដាក៏ចូលចាប់ថតបញ្ជាប្រគួតបន្តទៀតបាទពេជ្រសៃវ៉ាដើរចូលវាយឆ្វេងថែមស្ដាំម្ដាយវាយស្ដាំថែមចុកចង្គង់ឆ្វេងបាទចាប់កាច់អុកចង្គង់ស្ដាំលោកញ៉ាកដាចូលចាប់ថតបាទញែកចេញពីគ្នាបញ្ជាប្រគួតបន្តអុកកែងឆ្វេងគេចផុតចង្គង់ស្ដាំវិញម្ដងបាទចង្គង់ស្ដាំរបស់ពេជ្រសៃវ៉ាចង្គង់ឆ្វេងពេជ្រសៃវ៉ាចង្គង់ស្ដាំថែមទៀតបាទលោកញ៉ាកដាបាទចូលចាប់ថតជាថ្មីប្រគួតបន្តដើរចូលទាត់ស្ដាំដើរចូលមកទៀតចូលចាប់កាច់អុកមកចង្គង់ចូលចកេះបាទចង្គង់ឆ្វេងចំពោះបាទព្យាយាមលើកជើងរងបាទលោកញ៉ាកដាស្អែកថាជប់ចាប់ទឹកទី1ទឹកទី1ពូត្រង់ King of Power គុនខ្មែរគូមិត្តភាពអន្តរជាតិទី3រវាងកម្ពុជាអ៊ីរ៉ង់ទឹកទី2 round 2បាទការប្រកួតចូលដល់ទឹកទី2បាទទស្សនាការប្រកួតបន្តបាទដើរចូលវាយមាត់ដៃស្ដាំចំពោះបាទពេញបឹបពីពេជ្រសៃវ៉ាបាទទៅលើអាលីរេសាបាទព្យាយាមដើរចូលតបជើងស្ដាំអើយបាទមកកៃវាបាទកីឡាករបង្គោលជាដួលជ្រប់តែម្ដងបាទលោកញ៉ាកដាធ្វើដៃជាសញ្ញាបាទថាកីឡាករអេលីរេសាបាទមិនអាចបន្តការប្រកួតទៀតបានទេបាទមកកៃនេះគឺបែកតែម្ដងបាទវាយស្ដាំខុសបាទក៏ប៉ុន្តែបាទក្បាច់បកបាទក្បាច់បកកែងបាទគឺត្រូវចំបាទកីឡាករបង្គោលខៀវបាទនេះវាច់អូយបាទលឿនដូចភ្លេចបន្ទោបាទធ្វើឲ្យកីឡាករអាលីរេសាបាទគាត់គេចមិនទាន់ទេបាទហើយអ្វីៗក៏ចាប់សពគ្រប់បាទត្រឹមដើមទឹកទី2នេះតែម្ដងបាទស្លៀកពិសេសរបស់សៃវ៉ាចឹងមកថាបាទកូនសិស្សរបស់គ្រូពេជ្រសុផាន់ម្នាក់នេះផុតមួយបាទអូបាទចាំមើលបាទនេះបាទមែនកលាបសដែរបាទខ្នងដៃអីសូផ្លឹបបាទអត់ចូលពេញកំថាប់ដៃទេថាចូលកន្លែងកពួនដៃបាទកន្លែងឆ្អឹងតែម្ដងទស្សនិកជនជាទីគោរពនិងជាទីមេត្រីតាមរយៈផ្ដួលដៃគូតស៊ូនៅក្នុងការប្រកួតដើមទឹកទី2ដូច្នេះជ័យជំនះបានទៅលើកីឡាករបង្គោលក្រហមពេជ្រសៃវ៉ា